សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើចេកចៀនចេកនេះគឺយើងសល់ពីចេកសែនណាមួយស្និតជាងដែរបងប្អូនហូបលេខខ្លះទៅនៅសល់មួយស្និតជាងដល់ពេលនៅសល់ក៏គិតថាយកវាមកចៀនតែម្ដងទៅឥឡូវនេះយើងចាប់ផ្ដើមលេងម្សៅដើម្បីចៀនចេកចៀនរបស់យើងខ្ញុំប្រើអង្គខ្សាយយើងដាក់តាមបរិមាណចេករបស់យើងណាហើយដាក់អំបិលមកចិត្តទៅលាយជាមួយនឹងពងទា2គ្រាប់ហើយវឹកលេងបញ្ចូលគ្នាឲ្យវាចូលជាតិសព្វល្អបន្តមកទៀតនោះគឺយើងថែមទឹកចាថែមទឹកកុំរាវពេកបងប្អូនដាក់មកល្មមតាមបរិមាណម្សៅចាដើម្បីឲ្យចេកចៀនរបស់យើងពេលយើងចៀនទៅវាជាប់កាលណាវារាវពេកឃើញចេកចៀនរបស់យើងអត់មានជាប់ម្សៅវាមើលទៅក៏អត់តំណងញ៉ាំដែរចាបន្ទាប់ពីដាក់គ្រឿងប៉ុណ្ណេះគឺកូរច្រវល់ដើម្បីឲ្យវារលាយម្សៅល្អហើយនឹងពងទារបស់យើងនឹងវាលាយចូលជាមួយម្សៅដែរហើយបន្តមកទៀតនឹងគឺខ្ញុំលាយជាមួយនឹងកតិចនំប៉័ងនេះដែរគឺខ្ញុំលាយដាក់3វែកបងប្អូន3វែកបាយហើយកូរវាច្រវល់ឲ្យសព្វទៅបន្ទាប់ពីដាក់គ្រឿងប៉ុណ្ណេះរួចរាល់ហើយនឹងខ្ញុំក៏លាយជាមួយនឹងល្ងខ្មៅផងដែរចំពោះល្ងខ្មៅនេះបងប្អូនដាក់តាមចំណង់ចំណូលចិត្តបើសិនជាបងប្អូនអត់ចូលចិត្តល្ងខ្មៅទេក៏បងប្អូនមិនដាក់ក៏បានដែរហើយខ្ញុំអត់ផាលាក់ទេដោយសារតែចង់បានពណ៌ធម្មជាតិអត់ចង់ផាលាក់ឲ្យមានពណ៌ក្រហមឲ្យជៀនឃើញស្អាតទេគឺអត់ទេបងប្អូនគឺខ្ញុំផ្សំគ្រឿងតែប៉ុណ្ណេះគឺថារួចរាល់ជាការស្រេចហើយឥឡូវនេះងាកមកមើលចេករបស់យើងម្ដងបកសបករាល់អស់ហើយនឹងដាក់ក្នុងប្រអប់ហើយចាប់ផ្ដើមដំបងប្អូនចាដំចេករបស់យើងឲ្យមានរាងសំប៉ែតមកដំម្ដងមួយហើយដាក់នៅក្នុងម្សៅរបស់យើងដែលបានលាយរួចជាការស្រេចនោះដើម្បីត្រៀមវាទៅបំពងចាដំរហូតដល់អស់ចេករបស់យើងណាបងប្អូនហើយនិយាយពីចេកវិញខ្ញុំដំរាងជ្រុលបន្តិចដែរបងប្អូនហើយបើសិនជាកុំដំពីជ្រុលពេកអត់ស្អីអីដល់ពេលដំរាងជ្រុលហើយណាមួយចេកយើងវាចូលស្រាប់ផងដល់ពេលចៀនទៅវារាងបែកបន្តិចវារាងបែកចូលចេកនេះបើសិនជាយើងច្របាច់ជាមួយម្សៅបំពងហ្មងក៏ល្អដែរប៉ុន្តែអត់នឹកឃើញទេបងប្អូនគិតថាធ្វើអញ្ចេះទៅរៀងស្រួលជាងអត់ច្របាច់អត់អីដល់ពេលរៀងយើងយកវាទៅដាក់បំពងទៅរៀងបែកតិចដែរមិនថ្មីទេបងប្អូនបែកក៏បែកទៅដោយសារតែយើងហូបខ្លួនឯងដែរមិនអីទេប៉ុន្តែពេលដួសដាក់បំពងនោះវារៀងធ្នមដៃដែរបងប្អូនអត់សូវហ៊ានដួសខ្លាំងទេនេះបងប្អូនរៀងដួសធ្នមតិចដែរខ្លាចវាបែកដល់ពេលអញ្ចឹងទៅតម្រាំតែយើងដួសបានមួយដាក់ក្នុងឆ្នាំរៀងយឺតបន្តិចដែរហ្នឹងណាចាប៉ុន្តែចេកចៀនរបស់យើងគឺមានរសជាតិស្រួយឆ្ងាញ់ពេលនៅក្តៅនិយាយអស់ទៅបងប្អូនបើសិនជាបងប្អូនចង់ឲ្យវាស្រួយដល់ពេលត្រជាក់បងប្អូនបាច់ប្រើកតិចនំប៉័ងដូចខ្ញុំឯងកតិចនំប៉័ងទុកប្រើពេលចេកសពតចេកដាក់ហើយក៏បានដែរចាំជ្រលក់ក៏បានដែរប៉ុន្តែខ្ញុំដាក់អញ្ចឹងហើយពេលចេកចៀនរបស់យើងទុកដល់ត្រជាក់ទៅវាអត់សូវស្រួយទេអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យស្រួយឲ្យក្រោយកតិចនំប៉័ងចាំដាក់តាមក្រោយក៏បានដែរឬក៏ដូចពីកតិចនំប៉័ងដាក់ជាមួយនឹងទឹកកវ៉ាក៏បានដែរកាលមុនខ្ញុំចៀនពីច្រើនអត់មានកតិចនំប៉័ងដាក់ទឹកកវ៉ាទេដាក់ទឹកកវ៉ាលាយជាមួយនឹងពងទារបស់យើងទៅធ្វើឲ្យចេកចៀនរបស់យើងស្រួយទៅត្រជាក់ក៏ស្រួយដែរប៉ុន្តែបើប្រើកតិចនំប៉័ងយើងច្រវល់ជាមួយគ្នាចេះហ្មងវាអត់សូវស្រួយទេណាបងប្អូនចាបញ្ជាក់ប្រាប់បងប្អូនចេះដឹងហើយបើនិយាយពីចេកចៀនរបស់យើងធ្វើត្បិតតែអត់ប្រើលាក់មែនប៉ុន្តែពេលឆ្អិនទៅបងប្អូនឃើញហើយសវល់ស្អាតដែរតាចាអញ្ចឹងយើងអត់ប្រើលាក់ក៏វាល្អម្យ៉ាងដែរបើប្រើលាក់វាបានពណ៌ស្អាតប៉ុន្តែវាអត់សូវល្អសម្រាប់សុខភាពអញ្ចឹងណាបងប្អូនឥឡូវនេះឃើញថាចេកចៀនរបស់យើងបានឆ្អិនបដាហើយអញ្ចឹងយើងផែព្រួលមើលទៅឃើញចេកមួយណាឆ្អិនយើងស្រង់ទុកមុនទៅហើយចេកចៀនដែរយើងអត់តន់ចៀនហ្នឹងយើងដាក់បដាបំពងជាប់គ្នាអញ្ចឹងណាបងប្អូនចាឥឡូវនេះចេកចៀនរបស់យើងគឺបានឆ្អិនហើយតាបងប្អូនអាចមកភ្លក់ទាំងអស់គ្នាបានណាពេលក្តៅអញ្ចឹងនិយាយថាស្រួយឆ្ងាញ់មែនតើហូបឡើងជក់មាត់តែម្ដងហើយវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណេះទេណាបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់អរគុណបាយបាយ